វិសាខបូជាបុរាណណាចារ្យលោកសំដៅយកអ្នកខាត់រឹក3យ៉ាងគឺកំណត់យកត្រង់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់ប្រសូតមួយទ្រង់បានត្រាស់ដឹងនៅអនុត្តរសម្មាពោធិញ្ញាណមួយនិងទ្រង់ចូលកាន់ព្រះមហាបរិនិព្វានមួយពិធីបុណ្យវិសាខបូជាគឺជាបុណ្យមួយដ៏ធំនៅក្នុងព្រះពុទ្ធសាសនាអាចរាប់ថាជាពុទ្ធានុសាសនកិច្ចដ៏សំខាន់សម្រាប់រំលឹកទៅដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូព្រះសមណគោតមជាថ្ងៃពេញបូរមីគឺថ្ងៃ15កើតខែពិសាខដែលពុទ្ធសាសនិកទាំងគ្រហស្ថនិងបព្វជិតតែងធ្វើសក្ការៈបូជាប្រកបដោយជំនឿជាមហាកុសលដ៏ប្រសើរពាក្យថាវិសាខបូជាមកពីពាក្យថាវិសាខបុណ្យមីបូជាប្រែថាការបូជានៅក្នុងថ្ងៃពេញបូរមីខែពិសាខគឺខែទី6ដែលរាប់ពីខែមិគសេបូកមាឃពគុណចែកនិងពិសាខជាដើមសួរថាហេតុអ្វីបានជាត្រូវប្រារព្ធពិធីថ្ងៃវិសាខបូជាការដែលត្រូវប្រារព្ធធ្វើពិធីបុណ្យវិសាខបូជាព្រោះថ្ងៃនេះជាថ្ងៃដែលមានការកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យចំនួន3យ៉ាងកើតឡើងផ្ទួលគ្នាតាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូព្រះសមណគោតមនៃយើងគឺមានន័យថាថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោកនាំគ្នារំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូតថ្ងៃទ្រង់ត្រាស់ដឹងនិងថ្ងៃដែលទ្រង់ចូលកាន់មហាបរិនិព្វានរបស់ព្រះបរមសាស្តានៃយើង ពីវាលវត្តសង្សារការស្លាប់រស់ហើយបញ្ចប់នៅទុក្ខ